ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅមកមើលក្តាមថារបាក់បានដែលភាគច្រើនគេហៅថាក្តាមអាឡាស្កាបងប្អូនថ្ងៃនេះខ្ញុំឆ្នៃម្ហូបបាន3មុខបាទជូនភ្ញៀវបាទដោយសារភ្ញៀវពិសេសថ្ងៃនេះភ្ញៀវ VIP គិតកំងក្តាមហើយក្តាមមួយនេះលងប៉ុណ្ណាហើយបងប្អូន3គីឡូជាងបាទនិយាយពីជើងវាឡើងជិតប៉ុណ្ណកដៃបាទបងប្អូនទាំងអស់គ្នាធំមែនទែនបាទគាត់យើងចាក់វាភ្លាមទឹកហូរចេញវូទឹកចេញច្រើនមែនទែនបាទនេះខ្ញុំក៏ចាប់ដើមវាខាងពុះវាចេញតិចតិចបាទអាខ្មៅនោះគឺខ្លាញ់ទេបងប្អូនខ្លាញ់ក្តាមបាទខ្លាញ់ក្តាមរៀងបានច្រើនដែរមុខម្ហូបយើងនេះយើងយកខ្លាញ់វាទៅធ្វើបាយឆាបាទនេះមកខ្លាញ់នៅក្នុងសបកវាសបកយើងមើលក្នុងវីដេអូចេះឃើញទូចទេបាទដល់ពេលមានtênលងប៉ាន់ណាណៃប៉ាន់ចានបាទបងប្អូនមកជើងវាលងប៉ាន់ណាណៃខ្ញុំកាត់ឡើងហេកស្រោមដៃបាទខ្ញុំក៏ចាប់ដើមបំបែកវាចេញម្ដងដើម្បីយកទៅចំហុយបាទអ្នកខ្លះគេចំហុយតាំងក្បាលទាំងអស់ក៏បានដែរតែខ្ញុំខ្ជិលខ្ញុំកាត់ម្ដងដើម្បីចំហុយចំណេញពេលវេលាព្រោះយើងសម្អាតវាបាទហើយអាក្នុងកូនចានទូចមិញនោះក៏ខួរវាបាទខ្លាញ់វាអានេះខ្ញុំចាប់ដើមដាក់ឆ្នាំងចំហុយហើយខ្ញុំចំហុយបានទាំងអស់បានអត់តែស្នូកវាចាំចំហុយតាមក្រោយនេះបើកមកវូបាទឆ្អិនល្មមបាទយើងកុំចំហុយឲ្យវាឆ្អិនខ្លាំងពេកដល់ពេលតែវាឆ្អិនគឺសាច់វាស្វិតអានេះខ្ញុំចំហុយឲ្យយកមកដាក់ទឹកកកបាទតែពីខ្ញុំកាត់ជើងហើយមួយខ្ញុំក៏ចាប់ដើមពុះតគេវាបាទតគេមានធំមួយខាងនោះទូចបាទខ្ញុំបានថតឲ្យមើលបាទវ៉ានេះលងប៉ុណ្ណាធំមែនទេបាទបើយើងមើលចេះឃើញទូចបាទនេះសាច់ខ្ញុំបាន3ចានបាទហើយយើងឆ្នៃម្ហូបជូនភ្ញៀវ3មុខបាទបងប្អូនទាំងអស់គ្នាដោយសារភ្ញៀវគាត់មក4នេះហើយក៏សម្បកយើងមិនចូលទេដោយសារក្តាមទិញមកថ្លៃខ្ញុំក៏យកធ្វើទឹកសោះបាទបងប្អូនទាំងអស់គ្នាធ្វើសោះសម្បកក្តាមបាទខ្ញុំក៏ដាក់ទឹកដាក់ខាត់ស៊ូចូលបាទបងប្អូនហើយក៏សម្បកក្តាមចូលហើយស្ងោវាចេះមកបាទពុះគុកហើយយើងក៏សម្រិតយកទឹកនោះបាទរែងយកតែទឹកដើម្បីយកមកធ្វើសោះបាទបងប្អូនសោះក្តាមបងប្អូនសោះធ្វើជាមួយសាកេបាទសោះសម្បកក្តាមនេះយើងធ្វើស្តៀងគ្រីមដែរបាទសោះគ្រីមដែរបាទតែខ្ញុំអត់បានដាក់ស្រាសបាទតែខ្ញុំដាក់ស្រាសរបស់ជប៉ុនសាកេបាទហើយនឹងសាច់ក្តាមចូលទៅជាមួយបាទបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមធ្វើហើយឆាជាមួយបើបាទបើហើយយើងក៏ដាក់ទឹកស៊ុបនោះចូលមកបាទទឹកស៊ុបក្តាមដែលខ្ញុំស្ងោរមិញដាក់ចូលតែពីដាក់ចូលនេះបាទចេញមករូបរាងចេះបាទបងប្អូនទាំងនេះខ្ញុំក៏ទុកសិនបាទឥឡូវចេញម្ហូបទី1សិនបាទសាស៊ីមីជើងក្តាមបាទជាមួយនឹងត្រីឆៅលីគ្នាបាទពីពិសេសគាត់កំពុងតែអង្គុយចាំហើយបន្ទាប់ពីហូបហើយក៏ចេញម្ហូបទី2បាទម្ហូបដែលសោះក្តាមមិញខ្ញុំយកជើងក្តាមមកកាប់កង់ជាមួយសាច់កាភ្លៅវាបាទហើយយើងឆាជាមួយប៊ឺជាមួយខ្ទឹមសហើយដាក់ម្រេចចូលតិចទៅអំបិលបន្តិចទៅបងប្អូនហើយវាឡែមកុំឲ្យប្រៃពេកដោយសារសោះយើងមានជាតិស្រាប់ហើយបងប្អូនហើយសោះនេះដែរខ្ញុំក៏ដាក់ drop fall ចូលដែរបាទផ្សិតតា fall ហើយតែពីបានចឹងមកបាទយើងក៏លើកជូនភ្ញៀវបាទមុននឹងលើកឲ្យភ្ញៀវខ្ញុំក៏បន្តប្រេងផ្សិតចូលបាទពី3តំណក់សិតពីម្ហូបទី2បានចេញទៅហើយចាប់ផ្ដើមដល់ម្ហូបទី3ជាម្ហូបចុងក្រោយហើយបាទយើងក៏ចាប់ផ្ដើមចេញបាយឆាខ្លាញ់ក្តាមម្ដងបាទខ្លាញ់ក្តាមនេះដែរយើងទៅយកទៅចំអិនសិនបាទចំអិនវាឲ្យខាប់សិនដើម្បីកាត់ជាតិឆ្អាបបាទបងប្អូនទាំងអស់គ្នាហើយឥឡូវខ្ញុំក៏ចាប់ផ្ដើមរៀបចំឆាបាយហើយឆាបាយនេះយើងក៏ចាក់ខ្លាញ់ក្តាមចូលយើងឆាបានតែល្មមហើយយើងចាក់ចូលយើងឆាថែមទៀតហើយចុងក្រោយយើងក៏ដាក់សាច់ក្តាមចូលនៅក្នុងនោះដែរហើយទុកតាគៀបនេះឌីគឺហើយក៏អរគុណមែនទែនបាទភ្ញៀវពិសេសអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះបាទអរគុណមែនទែនហើយនឹងមានវីដេអូថ្មីជូនបងប្អូនទៀតបាទ